សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីដាក់ពណ៌ទៅលើទិន្នន័យណាដែលធំជាងគេទៅតាមការកំណត់របស់យើងឥឡូវយើងមានទិន្នន័យ number 1 និង number 2 ចំពោះ number 1ខ្ញុំនឹងរកទិន្នន័យដែលខ្ពស់ជាងគេឬមួយក៏ទិន្នន័យដែលខ្ពស់ទៅអាស្រ័យទៅលើតួលេខដែលយើងបានកំណត់អញ្ចឹងនៅត្រង់នេះខ្ញុំគ្រាន់តែ select មកចេញពាក្យថា quick analysis អញ្ចឹងខ្ញុំ select យកមកហើយអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំជ្រើសរើសយកពាក្យថា greater than បន្ទាប់មកនឹងចេញទាំងមួយបែបនេះគឺគេឲ្យយើងកំណត់ថាតើយើងចង់កំណត់តួលេខចាប់ពីត្រឹមណាដែលយើងចង់ឲ្យចេញពណ៌នោះអញ្ចឹងនៅត្រង់នេះគេដាក់ចាប់ពី57អញ្ចឹងខ្ញុំអត់ទេខ្ញុំដាក់ថាខ្ញុំចង់ដាក់បានត្រឹមចាប់ពី60ឡើងចាប់ពី60ឡើងគឺនឹងឲ្យselect យកហើយនឹងចាក់ពណ៌តែម្ដងនៅត្រង់នេះគឺយើងអាចកំណត់យកពណ៌ទៅតាមអ្វីដែលយើងចង់បានចង់ចាក់ពណ៌អ្វីក៏បានឬមួយក៏យើងចង់ format កន្លែង custom format នេះគឺនឹងអនុញ្ញាតឲ្យយើងដាក់ពណ៌បានច្រើនជាងនេះប៉ុន្តែខ្ញុំមិនចូលលម្អិតទេគ្រាន់តែជ្រើសរើសយកនៅអ្វីដែលគេមានស្រាប់តែប៉ុណ្ណោះអញ្ចឹងបន្ទាប់មកខ្ញុំនឹងចុចអូខេចំពោះ number 1គឺបានហើយគឺយើងបានកំណត់យកចាប់ពី60ឡើងអញ្ចឹងចាប់នៅត្រង់នេះគឺយើងមានលេខ61 62និង92ចំពោះ number 2នេះក៏ដូចគ្នាដែរគឺយើងនឹងធ្វើដដែលគាត់តែ select ទាំងអស់ចូល quick analysis ហើយនឹងចុចជ្រើសរើសយកពាក្យ greater than បន្ទាប់មកយើងរើសលេខណាដែលយើងចង់បានអញ្ចឹងខ្ញុំដាក់ថាខ្ញុំយកចាប់ពីលេខ90បន្ទាប់មកខ្ញុំចុចអូខេចំពោះពណ៌ខ្ញុំយកពណ៌តាមរបស់គេហើយបាទនេះគឺជាវិធីដែលលឿនប្រសិនបើលោកអ្នកចង់ប្រើប្រាស់នៅមុខងារដទៃទៀតឬមួយក៏មុខងារដូចដែលមាននេះគឺយើងអាចចូលទៅក្នុងពាក្យថា conditional formatting តែនៅត្រង់នេះគឺខ្ញុំប្រើវិធីងាយៗហើយនឹងមានមុខងារស្រាប់តែម្ដង